តើបងប្អូនដែលមាន M គីឡូក្នុងដៃញ៉ាំជាមួយលោកគ្រូបងប្អូនគាត់ថាចេះលោកគ្រូពេលញ៉ាំ M គីឡូថតឲ្យមើលផងបាទលោកគ្រូញ៉ាំរាល់ថ្ងៃមិនថាជួនពេលព្រឹកមុនអាហារជួនពេលមុនចូលគេងនេះ M គីឡូយើងបាទនេះប្រអប់លោកគ្រូញ៉ាំចិត្តអស់ទៀតហើយបាទមកកញ្ចប់វានេះគឺពេញតែម្ដង15ក្រាមព្រោះផលិតផលខ្លះគេដាក់តែពាក់កណ្ដាលតែលោកគ្រូពេញអានេះមិនមែនខ្យល់ទេណាពេញតែម្ដង15ក្រាមបាទវាគ្រប់ដូសក្នុងការជួយថែរក្សាសុខភាពសម្រស់ហើយផលិតផល M គីឡូនេះគឺល្អគឺជាប្រូតេអ៊ីនវីតាមីនដែលជួយធ្វើពលពីក្នុងដែលយើងមើលឃើញទេប៉ុន្តែវារក្សាយើងឲ្យមានសុខភាពល្អវាជួយយើងឲ្យចាស់ជាងវ័យទេបាទអញ្ចឹងមានញ៉ាំជាមួយលោកគ្រូហើយបងប្អូនអ្នកខ្លះគាត់បាទពិបាកក្នុងការនឹងឲ្យគេងលក់ស្រួលអីហ្នឹងក៏វាជួយដែរប៉ុន្តែវាមិនមែនជាថ្នាំងុយគេងឲ្យយើងញ៉ាំទៅឲ្យងុយគេងទេគ្រាន់ថាវាជួយសុខភាពសម្រស់ចឹងទៅវាធ្វើឲ្យ feeling យើង fresh បាទយើងគេងលក់ស្រួលដូចគ្នាបាទហើយតើវាមានសារធាតុអីគេខ្លះលោកគ្រូប្រាប់ត្រួសបាទសារធាតុវាមាន fish collagen បាទដែលនៅក្នុង deep sea មានន័យថាត្រីដែលនៅក្នុងសមុទ្រជ្រៅបាទវាមានascorbic acid ដែលគេហៅថាវីតាមីន C មានវីតាមីន E បាទមាន full powder ម្សៅគុយខ្យងអាពិសេសហ្មងគឺម្សៅគុយខ្យងបាទមានទឹក blueberry មានទឹកប៉ោមបាទមានទឹកផ្លែឈើមួយចំនួនទៀតគឺវាល្អមែនទែនសម្រាប់ជួយសុខភាពសម្រស់របស់យើងបាទអញ្ចឹងអ្នកដែលមានបាទត្រូវការញ៉ាំពេលព្រឹកមុនអាហារបាទឬក៏ពេលមុនចូលគេងបើពេលមួយណាល្អជាងពេលព្រឹកមុនអាហារបងប្អូនណាមុនអាហារហ្នឹងហើយតោះបងប្អូនញ៉ាំជាមួយគ្នាហើយកម្រិតនៃការដាក់ទឹកនេះ150 ml ឬក៏200 ml ទឹកត្រជាក់តិចតិចគឺរឹតតែល្អបងប្អូនតោះញ៉ាំជាមួយលោកគ្រូទាំងអស់គ្នាបាទរសជាតិជូរអែមដូចទឹកប៉មហើយពណ៌មិញគឺពណ៌ប៉មធម្មជាតិអត់មានដាក់លក្ខពណ៌បៃតងឬក៏ពណ៌ខៀវពណ៌ផ្ទៃមេឃអីទេមានពណ៌បែបហ្នឹងគឺដាក់លក្ខហើយអញ្ចឹងវាអត់ជួយដល់សុខភាពទេវាអត់អอร์แกនិកពីធម្មជាតិទេបើដូចបាទលោកគ្រូគឺអอร์แกនិកបាទធម្មជាតិតែម្ដង natural បាទជូរអែមឆ្ងាញ់ញ៉ាំពេលព្រឹកយើងបានតឹងសម្រក់គីឡូទៀតយើងបាច់ចាំញ៉ាំបាយឬក៏ញ៉ាំអីញ៉ាំតែនឹងមួយទឹកដោះគោដូចលោកគ្រូក៏បានដែរលោកគ្រូញ៉ាំគីឡូមួយដោះគោគ្រូអត់ញ៉ាំបាយពេលព្រឹកទេលោកគ្រូញ៉ាំថ្ងៃត្រង់ហើយពេលល្ងាចញ៉ាំបាយតិចតួចដែរបាទមួយបន្លែឈើឬក៏តាមអ្វីដែលយើងចង់ហើយនឹងតាមទម្លាប់របស់យើងទៅអញ្ចឹងយើងអាចតមអាហារបានពីរពេលបាទពេលល្ងាចហើយនឹងពេលព្រឹកយើងញ៉ាំតែពេលថ្ងៃត្រង់អញ្ចឹងទៅបាទអរគុណច្រើនបងប្អូនលោកគ្រូមានប៉ុណ្ណឹងចាំជួបគ្នាមួយលោកគ្រូនៅវីដេអូក្រោយៗទៀតអរគុណច្រើនជម្រាបលាបងប្អូនណាបាទ